សូមលោកយាយលោកតាអនុមោទនាស្ដាប់នៅពធទេសនាបានគ្រប់គ្នាសូមអនុមោទនាថ្ងៃនេះគឺជាថ្ងៃច័ន្ទ4កើតខែអាសាឍពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី30ខែ6ឆ្នាំ2014ដោយនៅក្នុងវេលាឱកាសនេះញោមញាតិជាពុទ្ធបរិស័ទទាំងអស់ដែលអាស្រ័យនៅក្នុងភូមិស្រឡៅជ្រុំឃុំសេរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបងដែលមានសេចក្តីជ្រះថ្លាបានស្រស់ស្រួលមូលមតិគ្នាជាឯកច្ឆន្ទប្រពធ្វើនៅកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីផងនិងមួយចំណែកដើម្បីប្រមូលយកនៅអត្ថបរិក្ខារនានាដើម្បីដង្ហែយកបបកេនប្រសង់ដែលគង់នៅក្នុងវត្តចំពោះវត្តប៉ោយសំរោងយើងនេះនិងមួយចំណែកទៀតដោយសម្លឹងឃើញថាក្នុងទីអារាមនេះកំពុងតែកសាងនៅសមិទ្ធផលថ្មីស្រឡាងមួយដែលសម្រេចបានប្រមាណ 80% គម្រោងអាត្មានិងលោកអាចារ្យនឹងកំណត់ឆ្លងឧបដ្ឋានសាលានេះប្រហែលជាឆ្នាំ2015នឹងចឹងហើយសូមញោមញាតិជាពុទ្ធបរិស័ទទាំងអស់គ្នាត្រេកអរអនុមោទនីនមតហោរតនតយស្សវន្ទាមិខ្ញុំម្ចាស់ក៏សូមអភិវឌ្ឍបន្ទួនកាយវាចាចិត្តក្រាបថ្វាយបង្គំចំពោះព្រះជន្ម3នៃបត្រៃរតន៍ដែលជាព្រះរតនៈដ៏ឧត្តមឧត្តមប្រសើរនៅក្នុងលោកដោយនៅសេចក្តីជ្រះថ្លាដ៏ក្រៃលែងតតនន្តរាំងធម្មយ៉ាងទេសសាមិលំដាប់អំពីបដមសិកានៃត្រៃបណាមគាថាជាសព្វអាយាចណៈដ៏សង្ខេបបែបខ្លីនេះទៅក៏តម្រូវឡើងនៅក្នុងវេលាឱកាសនេះដើម្បីនឹងបានឱកាសឲ្យខ្ញុំគណៈអាត្មាភាពអរតនីនៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់មកសម្ដែងចែកជូនលោកម្ចាស់ដើមទានប្រធានបុណ្យទាំងអស់ដែលបានលះបង់នៅពេលវេលាដ៏មានតម្លៃដង្ហែអង្គផ្កាប្រាក់សាមគ្គីក្តីឬក៏ដង្ហែអត្ថបរិក្ខារសម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សានៅថ្ងៃខាងមុខក្តីទាំងអស់នេះគឺជាការសម្ដែងឲ្យឃើញនៅទឹកចិត្តដែលប្រកបទៅដោយសេចក្តីជ្រះថ្លាសម្រាប់ពុទ្ធមាមិកជនទាំងអស់ដែលជាអ្នកស្រឡាញ់ពេញចិត្តនៅក្នុងវិស័យនៃព្រះពុទ្ធសាសនាពីព្រោះដោយយើងទាំងអស់គ្នាបានសម្លឹងឃើញថាដំណើរនៃជីវិតមនុស្សសត្វគ្រប់រូបមានប្រមាណដ៏តិចតួចតើពេលវេលាដែលសាងនៅសេចក្តីល្អតើមានសម្រាប់យើងដល់ពេលណាទៀតប្រសិនបើយើងទាំងអស់គ្នាមិនបានឆ្លៀតឱកាសឬសាងឱកាសដើម្បីបំពេញនៅសេចក្តីល្អទេយើងទាំងអស់គ្នានឹងមានជីវិតរស់នៅមិនមានប្រយោជន៍សម្រាប់សង្គមជាតិនិងសាសនាឡើយប៉ុន្តែផ្ទុយទៅវិញសម្រាប់ញោមញាតិពុទ្ធបរិស័ទនៅក្នុងស្រុកសំពៅលូនឬក៏ភូមិប៉ោយសំរោងយើងនេះទោះបីជាមានការមមាញឹកដោយការប្រកបនៅមុខរបរចិញ្ចឹមជីវិតយ៉ាងណាក្តីក៏ឆ្លៀតឱកាសមកចូលរួមនៅក្នុងឱកាសនេះដើម្បីបានជាប្រយោជន៍សម្រាប់ខ្លួនផងនិងជាមគ្គផលដើម្បីតម្កល់ទុកទៅក្នុងអនាគតកាលផងដោយយើងទាំងអស់គ្នាតែងតែមានជំនឿ
ជឿជាក់ទៅលើកម្មហើយនឹងផលដែលជាទ្រឹស្ដីនៃព្រះពុទ្ធសាសនាដែលព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលដែលធ្វើនៅអំពើល្អរមែងទទួលផលមកវិញគឺសេចក្តីសុខប៉ុន្តែបុគ្គលដែលធ្វើនៅអំពើអាក្រក់រមែងទទួលផលមកវិញគឺសេចក្តីទុក្ខដោយយើងយល់ឃើញអំពីហេតុផលទាំងអស់ហ្នឹងបានជាយើងទាំងអស់គ្នាមិនបានបណ្ដែតបណ្ដោយនៅពេលវេលាដ៏មានតម្លៃសម្រាប់ជីវិតនឹងឲ្យប្រព្រឹត្តទៅដោយឥតប្រយោជន៍ទេដូចជានៅក្នុងឱកាសថ្ងៃនេះញាតិញោមពុទ្ធបរិស័ទបាននាំនៅអត្ថបរិក្ខាដូចជាផ្កាប្រាក់សាមគ្គីក្តីទានសម្រាប់ព្រះសង្ឃចំណាំព្រះវសាក្តីសម្ពុតសម្រាប់ព្រះសង្ឃងូតទឹកភ្លៀងក្តីអាហ្នឹងគឺជាចំណែកមួយនៃសេចក្តីល្អដែលកើតឡើងអំពីទឹកចិត្តរបស់យើងមិនបានគិតតែក្នុងថ្ងៃនេះទេញាតិញោមពុទ្ធបរិស័ទគ្រប់រូបគ្រប់គ្នាទាំងអស់ដោយលើការតំណាក់តំណងការស្នើសុំអំពីសំណាក់លោកអាចារ្យកៅជាអញ្ចឹងទៅក៏ពុទ្ធបរិស័ទនៅខាងស្រុកសំពៅលូនយើងហ្នឹងដែលមានមេដឹកនាំក៏ស្រស់ស្រួលមូលមតិគ្នាពេញចិត្តនិងមានសេចក្តីជ្រះថ្លាចំណាយនៅទ្រព្យធនធានរបស់ខ្លួននឹងទិញជាទានជាសម្ពុតស្លាដកឬក៏បង្កើតទៅជាផ្កាប្រាក់សាមគ្គីនេះមកដង្ហែវេប្រកេនប្រសង់ដែលគង់ចំណាំព្រះវសានៅថ្ងៃខាងមុខនឹងមិនមែនជាការមួយដែលយើងគិតតែមួយថ្ងៃទេញាតិញោមពុទ្ធបរិស័ទគ្រប់រូបគ្រប់គ្នាទាំងអស់បើតាមអាត្មាវិភាគទៅការរំពឹងទុកនឹងយ៉ាងតូចបំផុតក៏ 5-6 ខែដែរមែនទេញោមមែនអត់ហ្នឹងដល់គិតមកឯងមកខាងវត្តនេះតិចអាចារ្យអត់ឲ្យបាយហូបទេដឹងវ៉ៃអមម្ចាស់ចិត្តតែភ័យស្លន់ស្លោប្រហែលថ្ងៃហ្នឹងណាញោមញ៉ាអាត្មាប្រហែលថ្ងៃមិនសូវបាននៅវត្តដល់មកឃើញញោមចងទង់ព្រាតមានកម្មវិធីអីព្រលឹមឡើងបានដឹងព័ត៌មានព្រោះប្រហែលថ្ងៃហ្នឹងជាប់រវល់ទៅក្រុងភ្នំពេញចេញពីនឹងទៅក៏ទៅចូលរួមសម្ដែងវត្ថុនៅខាងស្រុកត្រាំកក់ហើយបានត្រឡប់មកវិញខេត្តតាកែវណាញោមនឹងខាងវត្តអង្គរនៀបស្គាល់ទេញោមអ្នកតាកែវប្រហែលជាស្គាល់ឈានទៅដល់តនីទូកមាសទៀតណាចូលដល់ទឹកដីកពតទៅមើលស្រុកខាងហ្នឹងបន្តិចហ្នឹងដល់ថ្ងៃនេះមកជួបញាតិញោមខាងសំពៅលូនដង្ហែមកតាមផ្លូវហ្នឹងញោមមានទឹកមុខញញឹមញញែមរីករាយស្រស់ស្រាយប៉ុន្តែពេលព្រឹកស្រួលអត់បាយផងក៏មិនដឹងមានដាក់អាហារចម្រន់ខ្លះទេញោមមានដាក់ខ្លះទេបានខ្លះហ៎ហ្នឹងរីករាយត្រេកអរចំពោះបុណ្យកុសលរបស់យើងដែលប្រកបទៅដោយសេចក្តីជ្រះថ្លាព្រោះសទ្ធាដែលជាការសន្សំទុករបស់យើងនឹងមិនមែនតែមួយថ្ងៃទេគឺច្រើនខែអញ្ចឹងកុំឲ្យសទ្ធារបស់យើងប្រកបទៅដោយគ្រឿងសៅហ្មងមានភាពល្អកកដោយប្រការណាមួយត្រូវតែព្យាយាមដាស់តឿនអប់រំនៅផ្លូវចិត្តរបស់ខ្លួនយើងដែលយើងទទួលស្គាល់នៅក្នុងលទ្ធិនៃព្រះពុទ្ធសាសនាហើយព្រោះនៅក្នុងទស្សនៈនៃព្រះពុទ្ធសាសនានេះព្រះអង្គមិនបានដឹកនាំមនុស្សយើងឲ្យជាអ្នកជឿជាក់ទៅលើអតិទេពនិយមទេគឺឲ្យជឿជាក់ទៅលើទ្រឹស្ដីកម្មហើយនឹងផលជាបច្ច័យ
đôi khi ở trong ở cả ní nhiệt nhôm bột bò sạt ban anh chơi máu kẻ ở một tháng cứ chỉ cá bằng pin nữa cũng so là càng chầm này chia cuộc sống hai dương miên xa mà kịp hiệp rồi viên kia nâng kia từ tam phơi cái phơi cha nâng phơi chật ở bỏ dư chân dương trong đăng thả bê đại dương tỏ kia ban sang bằng pin nợ bón cổ son ởក្នុងថ្ងៃនេះណែតើវាសម្រេចនៅប្រយោជន៍អ្វីខ្លះទៅដែលយើងនាំយកនៅទៅយកវត្ថុមានទានសម្ពុទ្ធសាដកឬក៏ថវិកាដើម្បីតម្កល់ទុកនៅក្នុងការកសាងនៅសមិទ្ធផលនានានៅក្នុងព្រះសាសនានឹងញាតិញោមពុទ្ធបរិស័ទត្រូវគិតថារឿងបុណ្យកុសលដែលយើងបានធ្វើវាស្ថិតនៅក្នុងលក្ខណៈនៃទាន3ប្រភេទអមិសទាន1ធម្មទាន1និងអភ័យទាន1អមិសទានគឺជាទានដែលសំដៅទៅលើអដ្ឋបរិខាទូទៅទាំងអស់ដែលពុទ្ធបរិស័ទនាំគ្នាធ្វើទោះបីជាទាននៅក្នុងព្រះវិន័យព្រះសូត្រនឹងលោករាប់បញ្ចូលស្ថិតនៅក្នុងអមិសទានព្រោះហេតុអីមានន័យថាពុទ្ធបរិស័ទមានសេចក្តីជ្រះថ្លាជាវជាសម្ពុទ្ធសម្រាប់ងូតទឹកភ្លៀងក្តីជាវជាទានសម្រាប់បូជាជាប្រទីបក្តីនឹងស្ថិតនៅក្នុងអមិសទានទាំងអស់ប៉ុន្តែលក្ខណៈនៃអានិសង្សដែលព្រះពុទ្ធជាម្ចាស់ព្រះអង្គសម្ដែងនៅក្នុងគម្ពីរសង្យុត្តនិកាយប្រហែលជា3ដក29ឬ30នឹងញាតិញោមបើកមើលទៅគឺឃើញតកតងអំពីទានដែលយើងបានបំពេញមានសម្ពុទ្ធសាដកឬក៏ប្រទីបព្រះអង្គសម្ដែងថាទីបតោហោនតិចខុតោអ្នកឲ្យប្រទីបឈ្មោះឲ្យនៅចក្ខុគឺភ្នែកវត្ថតោហោនតិវណ្ណតោអ្នកឲ្យសម្ពុទ្ធឈ្មោះថាឲ្យនៅពណ៌សម្បុរអនតោពលតោអ្នកឲ្យនៅអាហារបណ្ឌបាតឈ្មោះថាឲ្យនៅកម្លាំងឃើញទេតែព្រះអង្គសម្ដែងអញ្ចឹងយំការឲ្យនៅសម្ពុទ្ធក្តីការឲ្យនៅប្រទីបក្តីការឲ្យនៅអាហារបណ្ឌបាតក្តីរហូតដល់យើងមានសេចក្តីជ្រះថ្លាកសាងនៅទីសេនាសនៈកុដិសាលាព្រះវិហារជាដើមឈ្មោះថាឲ្យនៅសេចក្តីសុខឃើញទេហេតុអីញោមហេតុអីទៅបានឈ្មោះថាឲ្យនៅសេចក្តីសុខញោមសង្កេតមើលឧបទ្ហានសាលាឬព្រះវិហារកុដិវត្ថុទាំងអស់ហ្នឹងប្រសង់ប្រើប្រាស់បរិស័ទប្រើប្រាស់ទេញោមប្រើប្រាស់ទេញោមហើយវត្ថុទាំងអស់ហ្នឹងគ្រឿងសំណង់ទាំងអស់ហ្នឹងពេលដែលយើងបានចាប់ចំណែកមគ្គផលចូលរួមកសាងហើយបនរមែងសម្រេចទាំងយប់ទាំងថ្ងៃនេះញោមព្រោះអីការពារនៅត្រជាក់កម្ដៅថ្ងៃរបងមុខខ្យល់ពោះតូចពោះធំគ្រប់បែបយ៉ាងទាំងអស់ឃើញទេការពារអញ្ចឹងបននឹងសម្រេចទាំងយប់ទាំងថ្ងៃដល់បុគ្គលណាដែលបានធ្វើហើយបុគ្គលណាដែលមានសេចក្តីជ្រះថ្លាហើយចឹងញាតិញោមអញ្ជើញមកហ្នឹងមិនមែនឥតប្រយោជន៍ទេគឺមានន័យថាញាតិញោមពុទ្ធបរិស័ទបានស្រស់ស្រួលមូលមតិគ្នាដោយសម្គាល់ទៅលើអ្វីដែលអាឡូមិនចង់បាត់លឺញោមហ្នឹងហើយ
ដោយសម្គាល់ទៅលើអ្វីដែលជាកុសលចេតនាដែលកើតឡើងទៅតាមកាយទ្វារវិជ័យទ្វារនិងមโนទ្វាររបស់យើងអត់ញាប់ញ័រទៅដោយលោកធัวខាងក្រៅឬគេពោលថាយាយនេះតានេះធ្វើបន់ជោពេលឮគេថាអញ្ចឹងអន់ចិត្តដែរញោមមើលញោមអន់ចិត្តអត់ញ៉ាទៅរឿងរបស់គេទេអីនឹងមិនជោទេមកពីយើងមានសេចក្តីជ្រះថ្លាណាបើយើងមិនមានសេចក្តីជ្រះថ្លាមិនមែនខំស្កាត់ពីសំពៅលូនមកនឹងទេចឹងទៅញោមឃើញទេយើងវិភាគថាទឹកចិត្តរបស់យើងដែលប្រកបទៅដោយកុសលធម៌ទោះបីឆ្ងាយចិត្តបណ្ណាក៏ដោយយើងបានតាំងចិត្តមកហើយគឺដើម្បីជាប្រយោជន៍នឹងការសន្សំទុកទៅក្នុងលោកខាងមុខជីវិតយើងផុយណាញោមពេលដែលយើងគិតអំពីរឿងរ៉ាវរបស់ជីវិតទៅតែហើយជាយើងគិតថាការរស់នៅ100ថ្ងៃប្រសើររស់នៅ100ឆ្នាំប្រសើរប្រមាណតិចណាស់ញោមមិនច្រើនទេកុំគិតតែច្រើនវិលមួយឆ្នាំឥឡូវញាតិញោមមើលខ្លួនយើងមើលនៅសល់ប្រមាណឆ្នាំទៀតឃើញអាចារ្យយោគីដើរកវែលភ័យឲ្យទៅណាមិនភ័យអីទេណាភ័យឲ្យគិតគេសួរតែយាយទៅអង្កាលតាទៅអង្កាលនេះត្រូវគិតទៅនឹងហើយយើងចាប់ដើមគិតទៀតបឋមអ្វីអញបានធ្វើអីខ្លះមជ្ឈមអ្វីនឹងបានធ្វើអីខ្លះបច្ឆមអ្វីនឹងបានធ្វើអីខ្លះឥឡូវញាតិញោមសិតតែចូលនៅក្នុងវ័យទី3ទាំងអស់ហើយព្រះអាទិត្យជ្រេហើយតិចទៀតលិចទៅបាត់ដល់ញាតិញោមលិចទៅបាត់ទៅបច្ឆមអ្វីឈានចូលដល់អាត្មាម្ដងឃើញទេវាអញ្ចឹងនេះគឺជាវដ្តរបស់ជីវិតមិនអាចគេចបានទេគ្មានអ្នកណាអាចកែកំណែតម្រង់នៃសេចក្តីស្លាប់នឹងបានទេអាត្មាក៏អញ្ចឹងញាតិញោមពុទ្ធបរិស័ទក៏ដូចគ្នាដែរมันអាចទៅបានទេអញ្ចឹងយើងឆ្លៀតឱកាសសាងសន្សំនៅសេចក្តីល្អនឹងទុកឲ្យហើយដើម្បីជាប្រយោជន៍ដល់ខ្លួនយើងទៅកាន់លោកខាងមុខទោះបីហេតុផលនៃអនាគតមិនទាន់មកដល់ក៏ដោយប៉ុន្តែញាតិញោមត្រូវគិតថាតើបច្ចុប្បន្ននេះយើងត្រូវធ្វើអីធ្វើអ្វីទៀតទោះបីយើងមានជីវិតតែមួយថ្ងៃឬ2ថ្ងៃយើងត្រូវគិតថាយើងត្រូវធ្វើអីញោមដែរគិតចឹងដែរញោមដែរគិតចឹងទេបើសិនជាជីវិតយើងនៅ7ថ្ងៃទៀតស្លាប់ទេតើ7ថ្ងៃហ្នឹងយើងត្រូវធ្វើអីណាបើយើងមួយថ្ងៃអញភ័យ7ថ្ងៃទៀតស្លាប់ដេកទៅកើតទុកអង្គុយទៅយំសួរថាជីវិតនឹងប្រសើរទេប្រសើរទេញោមអត់ទេនឹងតែប្រសើរត្រង់ណាយើងអាឡ័យតែទុកព្រួយយូរទៅរាងកាយរបស់យើងកាន់តែទ្រុឌទ្រោមទៅទៀតត្រូវធ្វើជីវិតឲ្យប្រសើរនៅក្នុងមួយថ្ងៃហ្នឹងចាប់តាំងពីព្រះអាទិត្យរះមករហូតដល់ពេលល្ងាចញោមអង្គុយគិតថាថ្ងៃហ្នឹងអញបានធ្វើអីណោះបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃបានហែទេយវត្ថុនឹងធ្វើផ្កាប្រាក់សាមគ្គីមកប្រគេនព្រះសង្ឃយើងគិតឃើញអញ្ចឹងយើងរីករាយដល់ស្អែកព្រះអាទិត្យរះថ្មីទៀតគិតទៀតថ្ងៃហ្នឹងអញធ្វើអីបើញោមជាអ្នករស់នៅមានមុខរបរចិញ្ចឹមជីវិតញោមត្រូវទៅចំការទៅស្រែមែនទេញោមប្រើប្រាស់ពេលវេលាឲ្យអស់ណាកុំទុកពេលវេលាចោលអ្នកខ្លះមិនបានឲ្យតម្លៃទៅលើពេលវេលាទេយកពេលវេលានៅទៅដកដង្ហើមចោលទៅ
ដល់កន្លងផុតទៅអញ40ឆ្នាំបានធ្វើអីណោះកន្លងទៅប្រយចឹងទៅអត់នឹកឃើញឆ្លៀតឱកាសហើយបើមានមេត្តាបិតារស់នៅជាយាមសាងសេចក្តីល្អសម្រាប់គាត់កុំបណ្ដែតបណ្ដោយនៅពេលវេលាការរស់នៅប្រកបដោយសុភមង្គលមានប្រមាណខ្លីណាស់យើងសប្បាយនៅក្នុងថ្ងៃនេះថ្ងៃស្អែកយើងកើតទុក្ខក៏មិនដឹងយើងជួបជុំគ្នាថ្ងៃនេះថ្ងៃស្អែកយើងប្រត់ប្រាស់គ្នាក៏មិនដឹងយើងសាងនៅសេចក្តីល្អជួបជុំនៅក្នុងថ្ងៃនេះដល់ថ្ងៃស្អែកយើងបាត់បង់មនុស្សជាទីស្រឡាញ់របស់យើងក៏មិនដឹងដែរអច្ចេវកិច្ចមាតបੰកោចញាមរណងសេវេនេហេណូសង្ករន្សេនេមហាសេនេនមច្ចុណាបុគ្គលណាម្នាក់ដែលអាចបណ្ដោះបណ្ដៃនៃជីវិតកិច្ចអំពីមច្ចុរាជបានទេញោមកិច្ចអំពីមច្ចុរាជបានទេអត់បានទេមច្ចុរាជដែលមានសេនាច្រើនចាំទប់ស្កាត់នៅអាយុជីវិតយើងគ្រប់គ្នាទាំងអស់ឃើញទេអាត្មាអ្នកសម្ដែងធម៌ក៏មិនអាចកិច្ចបានញាតិញោមក៏មិនអាចកិច្ចបានដែរចឹងយើងត្រូវឆ្លៀតឱកាសជាយាមសាងសន្សំនៅសេចក្តីល្អព្រោះព្រះពុទ្ធជាម្ចាស់ព្រះអង្គសម្ដែងនៅព្រះសទ្ធំ3ប្រការទី1ព្រះបរិយ័តមីក្រូមួយទៀតមកយកអានេះដាច់នៅក្នុងព្រះសទ្ធំទាំង3ហ្នឹងទី1ព្រះបរិយ័តបានដល់ការសូត្ររៀនការទន្ទិញនៅធัวអាគ្រប់បែបយ៉ាងទាំងអស់ពេលដែលយើងមានការទន្ទិញការសូត្ររៀនចងចាំហើយទើបយើងឈានទៅរកនៅព្រះបដិបត្តិការដើរតាមលំអាននៃព្រះដ៏មានព្រះភិយដល់ពេលដែលយើងបានបដិបត្តិហើយឈានទៅរកនៅបដិវេធៈគឺការត្រាស់ដឹងការសម្រេចទៅដោយគុណធម៌នឹងញាតិញោមត្រូវគិតចឹងណាត្រូវគិតចឹងបើទំនេរមានសភៅធัวអីយើងឆ្លៀតអានចឹងទៅក៏ចម្រើនទៅដោយបញ្ញាពេលដែលយើងចម្រើនទៅដោយបញ្ញាហើយយល់អំពីហេតុផលអាចដោះស្រាយនៅបញ្ហារបស់ជីវិតទៅបានហ្នឹងហើយចុះបើយើងមិនរស់នៅប្រកបទៅដោយបញ្ញាទេតែយើងអាចដោះស្រាយនៅបញ្ហាជីវិតបានទេអត់ទេញោមមិនអាចទៅរួចទេភ័យខ្លាចតក់ស្លុតព្រួយខ្លាចសេចក្តីស្លាប់នឹងមកដល់ប៉ុន្តែបើយើងមានបញ្ញាដោយបរិបូរណ៍ហើយយើងអត់ទេញោមអត់ថាជីវិតនឹងវាដល់ពេលណាក៏ដល់ទៅពេលដែលអាត្មាអញនៅតែមានដង្ហើមដកចេញចូលត្រូវតែធ្វើនៅសេចក្តីល្អឃើញទេដូចជាព្រះអសិទ្ធិមហាសាវកគ្រប់ព្រះអង្គដែលកសាងសន្សំនៅបារមីធัวតម្រាំទៅសម្រេចទៅដោយគុណធัวណាញោមធ្លាប់ឮប្រធេរៈមួយអង្គពនាមព្រះអនុរុទ្ធទេធ្លាប់ឮទេញោមអាចារ្យញោមអាចារ្យខាងសំពៅលូនធ្លាប់ឮទេហ្នឹងហើយព្រះអសិទ្ធិមហាសាវកទាំង80អង្គហ្នឹងចម្រាំនឹងបានសម្រេចដោយគុណធម៌ហ្នឹងកសាងសន្សំនៅបារមីហ្នឹងច្រើនរាប់អសង្ខ័យនឹងយោអាត្មាចង់សម្ដែងនិទានតាក់ទងអំពីអានិសង្សនៃការបូជាប្រទីបបន្តិចព្រោះញោមទិញទានមកច្រើនហ្នឹងចង់សម្ដែងតំណឹងឲ្យញាតិញោមនឹងបានយល់កាន់តែជាក់ច្បាស់នៅក្នុងការឲ្យប្រទីបព្រោះការឲ្យប្រទីបនឹងឈ្មោះថាឲ្យនៅចក្ខុគឺភ្នែកនឹងព្រះអនុរុទ្ធតម្រង់សម្រេចទៅដោយគុណធម៌លោកបានសាងសន្សំទៅដោយប្រទីបនឹងរាប់អនេកជាតិណាការបូជាប្រទីបណាញោម
mấy ta được nông chiết sầm rách thua ta phần nâng thế ra bàn đây cái chiết tăng pi bộ phút pi bộ ran mau sần xóm này nhiều được nông sầm ai bộ phút mà bỏ ăn à tham mình chăm phần niệm thế nâng đôi pre anorot được nông ca nâng cứ chỉ nhận miền trọt sầm bát quân thiên cho tự can sầm nạ nàyประศาสดาเคยព្រះដ៏មានប្រភេទនៅក្នុងសម័យនោះបានលើកដំកើងនៅសាវកមួយអង្គដែលប្រកបទៅដោយអេតតកៈអ្នកដែលមានភ្នែកទឹកបរិបូរណ៍ទៅដោយនៅក្នុងកណ្ដាប់ចក្រវាលនឹងប្រសើរជាងភិក្ខុដទៃទៀតនឹងប្រកែខាងភ្នែកទឹកញោមដល់លឿនអញ្ចឹងព្រះអនុរុទ្ធដែលនៅក្នុងជាតិនឹងកើតជាកដុំពីរក៏មិនដឹងកហបតីក៏មិនដឹងញោមមានសេចក្តីជ្រះថ្លាក្រាបទូលសួរចំពោះព្រះដ៏មានព្រះភិក្ខនៅក្នុងសម័យនោះថាបបិទ្ធព្រះអង្គដល់ចម្រើនតើខ្ញុំម្ចាស់អាចសាងសន្សំកសាងបារមីប្រកបទៅដោយទឹកបច្ចៈខុសបានដែរឬទេព្រះដ៏មានព្រះភិក្ខលោកសម្ដែងថាបានណាតើការសាងកសាងសន្សំដោយទឹកបច្ចៈខុសហ្នឹងក៏បីបំពេញបន់ដូចម្ដេចនឹងលោកសម្ដែងបញ្យលរឿងរ៉ាវទាំងអស់ហ្នឹងទៅឲ្យគាត់មានសេចក្តីជ្រះថ្លាដល់អញ្ចឹងញាតិញោមក្រោយអំពីព្រះពុទ្ធបរិនិព្វានទៅមានសទ្ធាបូជាប្រទីបនឹង1000ណាបូជាប្រទីបណាញោមចន្លោះនោះបូជាប្រទីបដើម្បីជាភ្លើងសម្រាប់បំភ្លឺកម្ចាត់នៅភាពងងឹតនឹងឲ្យបាត់បង់ទៅបូជាប្រទីបនឹងរហូតតាំងនៅសេចក្តីអធិដ្ឋានរបស់ខ្លួនឯងគ្រប់ជាតិនឹងដោយការបូជាប្រទីបនឹងដែរញោមឃើញទេប៉ុន្តែដំណើរនៃជីវិតវាអត់ទៀងយ៉ាងម៉េចជាតិនេះកើតមកពងពោះបើមិនបានធ្វើបុណ្យទៅជាអ្នកក្រវិញក៏មិនដឹងលំបាកតោកយ៉ាក៏មិនដឹងចឹងការវិលវល់វត្តនៅក្នុងវដ្តសង្សារហ្នឹងសម្រាប់ព្រះអសីតិមហាសាវកញោមនឹងនៅក្នុងជាតិមួយព្រះអនុរុទ្ធកើតមកនៅក្នុងត្រកូលអ្នកក្រលំបាកណាស់ញោមអាហារមិនសូវមានគ្រប់គ្រាន់គេទេនៅបំរើសេដ្ឋីដូចជាមានឈ្មោះថាសុមនៈសេដ្ឋីក៏មិនដឹងញោមនៅបំរើគេចឹងទៅគេឲ្យបាយតែមួយចំអែតទេវាមិនបានប្រាក់កម្រៃអីទេគេទៅឲ្យយាមស្មៅច្រូតស្មៅណោះដើម្បីថែរក្សានៅគោក្របីសេះដំរីរបស់គេនឹងហើយតែជីវភាពមិនប្រសើរទោះបីនៅបំរើលោកសេដ្ឋីក៏ដោយក៏មានទឹកមុខរីករាយរាក់ទាក់ទៅកាន់កម្មករដូចគ្នាដែរប៉ុន្តែនៅក្នុងសម័យហ្នឹងមិនមានព្រះពុទ្ធទេណាអត់មានទេញោមនៅក្នុងសម័យហ្នឹងគឺប្រហែលជាប្របែកជ័យកពុទ្ធក៏មិនដឹងប្រធេរៈក៏មិនដឹងដែរញោមលោកទៅតែចេញអំពីនរោត្តសមាបត្តិមកថ្មីប្រមើលមើលទៅអាត្មាអញថ្ងៃនេះក៏បីតែប្រោះនៅបុគ្គលណាណាប្រមើលមើលដល់មើលចុះឡើងឃើញមានលោកកំសត់ដែលនៅបំរើលោកសេដ្ឋីនឹងឯងឲ្យទៅគាត់ដឹងដាក់បាយខ្លួនឯងនឹងឲ្យព្រោះហេតុអីអាហារហ្នឹងគេឲ្យគាត់សម្រាប់តែមកចំអែតខ្លួនឯងទេប៉ុន្តែពេលដែលលោកនិមន្តមកដល់គាត់កំពុងតែធ្វើការញោមធ្វើការអាហារហ្នឹងគេផ្ដល់ឲ្យគាត់ហើយក៏លេងឃើញនឹកឃើញថាដើមបុណ្យមកដល់អាត្មាអញហើយតើអាត្មាអញក៏ងើយកន្តើយអីទៀតអញគ្មានទ្រព្យសម្បត្តិរស់នៅមិនប្រសើរនេះព្រោះតែមិនបានធ្វើទាន
lâu đâu bằng ơi ấy tiết nó lẽ băng nơi xịt đây cầm nanh nâng xịt đây srei clean đây sầm rạp luôn ai nâng nhủ vô ha đây sầm rạp luôn nâng tập bô chia tử nâng bô chia lúc có phát ta là mô tình nghĩa có tăng xịt đây và thana thà nấu nông chiết na cả đói nhom mà chắc xô bật na ao sầm rạch đòi côn ở thua đôi chỉ lục mà chặt đài bàn tay cục chiết từng o bia đại thác không yên nâng trô cầm ao cạt là bật na chẳng nó nhủ nâng tăng dịch đây bật na phần nâng đòi bê đai miền nông ban bô chi ha đai sầm rạp luôn anh đòi bật hề rạ tử tê và đa là sai được khâm lăng khlòng thuy rồi bỏ lột sẽ thấy nó nhủ vì pro tê và đa nơi cục tí cần lại tầng o bàn tay dớ đại bò rì bô tờ đòi mang sang chặt khô này sai thầm mà đa mình ai mơ khơi bộ ả tí sầm miên này cài tê đâu khlòng thuy vót cầm miên tê và đá khươn phải chạy đây cầm miên tê và đá khươn po thì prất cầm miên tê và đá preo vì hia cầm miên tê và đá tiệt nhiệt nhôm cầm miên tê và đá đại đại nhôm thập hào thai chỉnh niên tiệt lập lương chân thế nhôm lập lương chân á bộ ran tham ai hào thai chỉnh niên tiệt này nấu tam cái ở than tầng óc cứ sát tầm miên tê và đá bàn tay dương mơ mình khởi tê và đa nó còn miên khăn pram đôi dương đai lúc mà trái tê và đa mơ khởi khó tích ọt khăn pram mền tê còn thể kê ao mua thác à tí sầm miên này cai nhẹ mình miên cai bứt và cót đòi nê thom mà đa tê tao tự nhiên nhôm bò đi bô đòi tập phải chặt khô sầm rách nữ rụp phải chiên buôn nâng rụp phải chiên buôn áp nhia pram rư áp nhia pram mùi từ ai của mơ mơ nó của bộ tê và đa từ bàn nâng miền cục ti cả lại tầng o nâng bọn sầm đai cả tê và đa say ở lơ pan đây phong say ở lơ cả phong cục hai khăn mì vọt ram phong preo hi phong cục bát giang cứ miến nó nhiều dương trâu bô chia từ đôi pali pram miên tê và ta pali nâng trâu từ cạt lên còng ấy còng tập ly pram đang oi để cho tới sụp hiện mình có cứ cạt lại nghe nơi nhôm lọt sàn còng ly mình chân và là còng ly thì nắng bỏ oi còng ly pram miên nhiệt tệ ly ca sừng cua nhiệt bàn phơi hơi rồi nữ nhớ ca sừng cua nhiệt miên miệt đa mấy đa rồi bao nhiêu nước bàn phơi nữ chầm thai là xa con đấy hãy mơ con chào thế nhốm mơ đấy hãy nâng bali ti muối krong muối nâng ở cho nè krong ti pi ác hết tên bali ca tự tu nhiều sầm khăn lơ là ông cha nè nhôm chơi mau bị ngay ta ọt bái rương à nhôm từ tiệt vĩnh ý ai từ quạt bòi sầm rong rồi từ thực thầm bàn phong vậy hải cha nặng cam mục soi vai ọt ru ri riệ tiệt nè hải đang chọp bao nhiêu mày đặt mà thế nào cả tổ tu nhớ cứ xả rác sầm khăn đó nhôm nghĩa ca tầm nệ tầm nôm tổ tu đòi ha bần ba tổ tu đòi thua ní chỉ phía cách sầm rác nặng đặc nòm vo cục khnia tầng ọ nâng đòi mùi tiết ri chiếc bờ ly cả bằng pôn chun ri cả miền đấy nhố miền đấy miền nhôm chi lan mà tôi ấy sợ bằng pôn tầng ọ miền na tham bằng pôn đấy nâng mùi tiết tộc bẹ bẹ tạ bờ ly cả phơi bốn ở tứ tạo còng nhiệt nhôm mau ngay nâng cả đôi cùng bong nhiệt dương chào nọc nông quạt đã son xa nâng cả vườn là nông phục nâng bị tay tầm yên chạy chừng này bọn nâng ở quạt hòn tới công cầm nành bọn nó nhủ
công cần ánh nhé từ họ thà lùi về chơi máu từ vĩnh ta nợ tia ta ơi nhom từ phương bón này sợ bài nó sông chạy trên này bọn đợt ta phong tá có tre o ạ nà mô tà nia tư cùng dây bị chư chật dây chào với vô cà rong vô bao mà cho bon dây ai với cùng bị chư chân chân này nhổ nâng chạy bọn ở kia từ vĩnh tầm ao nâng bà tì pam tê và ta phì ly nâng ai ca bôi chia chùm pua tê và đà ta tê và đà đây à say nơi lòng khuya này lâu sẽ thấy nhổ miền ấy ở ná khơi miền nục nâng bôi chia à ha để luôn ai để cái tung oi nâng tư và thê ra ó sa bay chất trê ó anamo tên nia xa thủ lâu sẽ thấy ngon thằng này anh trê ó anamo tên nia chùm pua bon khí nhóm mà tì và đa po thanh nế lục sẽ thấy bọn này anh mình cả cạc nhọp nhọ thế nhóm sợ sao miền núp đại à sray nâng nẹ thế nọ đó sợ sao miền núp đại à sray nâng nẹ cái bàn bố chia nào à ha đại nẹ bắt đó là cái o rồi lên đôi mình tục sầm rạp luôn anh sẽ thay lương chấm ngò lý kể tới con nật hùa là bỏ cái khăn nhưng anh biết nó tôi xong tinh bón nhổ vô lùi từ tỉnh nữa xong tình bón miền hay ở lá bà xong tình bón chân tới miền lúc nâng con ắt lụa tê thà lâu sật hay nhưng mình ai chạy bọn này bàn tê sật hay áo nằm lấy nó nhiều ôi mười rồi cả hấp bản nát một quan cả hấp bản nát một mơn cả hấp bản nát cả cọt đặt lụa con thạc nhưng mình lụa bon oi lụa sật hay thế nhở sật hay đang ngon hai thấy ban này ai mình prom lụa oi nhom ý lụa sật hay ấy nhom đài bàn phơ bon thế nữa miền đông nâng ăn nát lụa sật hay thà lụa sật hay rong chăm sân nhom miền ca bình tĩnh miền ca nó miền từ na thế nhung rót tàu xua và thề ra để lúc cầm cung ta tàu tuột thoát đầu cào đằng trừ nừng lục chắn á làm bay mình chuyện nó xịt đây chưa ra là bom miền lục nâng tiền tàu xua và thề ra tha bò bớt lục mình cha lục rồi thấy sông tinh bon bị nhom mà cha bàn tay nhom mà cha mình lụa ao tế tàu miền bị thi dạng na mối đằng bay ao lục rồi thấy nó bàn bòn đài phải thề là lục priệp hiệp bật tim mùi đam đai cầm cung tẩy cháy nâng bật tim mà đam tiết đai mình toàn cháy và sân bà nè ôi bật tim nâng ôi tâu bật tim mùi tiết tập lư tế lư lục mà cha dàng đà mấy ca ôi chùm này bon nó là bon nè đo lục sẽ thấy có ai từ tôi dùng chùm này bon là bon nè bàn đai con lưu trong sắp bay chất nhổ rót tư từng o cả khếp cả khóc óng tạp lô sật thấy tạp nhóm mình lụa bọn này lô sật thấy tê phần tay bọn này nhóm ban phương được không ngày ní nè xông chay đòn lô sật thấy xông lô sật thấy ban chầm này bọn nông smile khá nhóm sật thấy trây o ạ nà mô tình ý đôi ca đầu quay tê phẩm áo chia xịt đây chưa đặt la chầm buộc con miền na nhóm chay trò sầm bát bẹ cả đà ao rồi ấy thật được không cam tỉ mũi cái oi mua tha tên thác thom mà với tình đi giờ cam cứ chỉ cam để oi phó được không phải chợ bàn nừng rồi ấy con từ tôi phó được không phải chợ bón đôi xịt đây chưa đặt là bỏ con bàn khai từ chia nét để luôn nơiประกอบ đôi xịt đây sốc cho mùi nâng lục xịt thầy đôi xịt thầy chay được trong sầm bát bẹ cả đá tại oi con bàn tay con miên chỉ vứt vào sao hơi mình miên xịt đây phần mà tiệt nơi tập chi diêm bẩm pin bon cho môi nâng lông sẽ thầy nâng lỗ hô đòn o chỉ vứt nâng ấy mà đó sầm ai đâyประពុតជាម្ចាស់ជាព្រះបរមគ្រូនៃយើងញាតិញោមពុទ្ធបរិស័ទមាននោះនៅក្នុងការនោះបានមកកើតជាព្រះអនុរុទ្ធនេះដែលជាប្អូនប្រុសរបស់មហានាមដែលជាបងប្រុសកូនស្ដេចនេះញោមកើតនៅក្នុងសក្យត្រកូលនេះ
ត្រកូលខ្សាច់នឹងកើតមកល្អណាស់ញោមសប្បាយចិត្តហើយត្រូវជាបងប្អូនជាដូនមួយជាមួយនឹងព្រះដ៏មានព្រះភិក្ខទៀតឃើញទេនៅកុមារភាពម្ដាយថ្នាក់ថ្នមមេដានឹងស្រឡាញ់ណាស់ពេញចិត្តបិតាក៏ស្រឡាញ់ពេញចិត្តដែរគ្រប់ឪពុកម្ដាយតែងតែមានការស្រឡាញ់កូនព្រោះមនុស្សដំបូងដែលកូនបានឃើញគឺម្ដាយនឹងឯងមែនទេញោមកូនបានឃើញដំបូងអ្នកណាម្ដាយនឹងឯងមនុស្សដំបូងដែលកូនបានឃើញគឺម្ដាយនឹងដល់ចឹងទៅញាតិញោមពុទ្ធបរិស័ទព្រះអនុរុទ្ធនៅកុមារភាពលេងជាមួយនឹងរាជវង្សានុវង្សនៅលបែងខ្នល់ជាច្រើនបើចាញ់គេដឹងឲ្យនំគេហូបចាញ់គេឲ្យនំគេហូបថ្ងៃហ្នឹងសួយព្រះអនុរុទ្ធចាញ់ដល់រហូតញោមមិនដែលឈ្នះទេចាញ់អញ្ចឹងទៅឲ្យអ្នកបម្រើទៅយកនំពីមេដាមកជូនពីរីដំណាក់មកណាញោមកន្លែងចុងភៅនឹងមកមេដាធ្វើឲ្យកូននឹងហូបដល់ជូនអស់នំអាលីងចាញ់គេមិនចាញ់ឲ្យគេហូបដល់អស់នំអ្នកបម្រើទៅទៀតអ្នកនាងម្ចាស់ព្រះរាជកុមារឲ្យមកយកនំទៀតដែរទៅប្រាប់ទៅតអស់ហើយមេដាណាទៅប្រាប់ព្រះអនុរុទ្ធដែលនៅជាកុមារភាពនឹងព្រះរាជបុត្រហើយនំអស់ហើយទៅយកអានំដែលអស់នឹងមកដេញឲ្យទៅយកអានំដែលអត់នឹងទៀតញោមតែវាអស់ហើយហ្នឹងណាមេដាមានអីទាញតថាទាញអាសជីក្រូបពឹបឲ្យអ្នកបម្រើកាន់យកទៅឲ្យតទេថាតទេណាមាននំឯណាក្រូបឲ្យយកទៅចោះចង់បានអានំដែលអត់ហ្នឹងទៅទេវតាអាស្រ័យខ្លោងទ្វាថាការដែលសោយនៅអំណាចបុណ្យរបស់កុមារនេះដល់ហើយព្រោះគាត់បានតាំងសេចក្តីប្រាថ្នាថាម៉េចញោមមិនអាត្មាសំដែងchứគាត់បានតាំងសេចក្តីប្រាថ្នាថាម៉េចកុំឲ្យស្គាល់ពាក្យថាអត់មែនទេញោមហ្នឹងឯងដែលគាត់ប្រាថ្នាដែលគាត់បានបូជាបាយមួយចំណែកដែលគេឲ្យគាត់ហ្នឹងទេវតានិមិត្តនំឲ្យក្រានទៅដល់កន្លែងក្មេងៗលេងបើបាច់ឃើញនំពេញថាហូបទៅយីអានំដែលអត់នេះឆ្ងាញ់ជាងអានំមុនវិញឲ្យជារសជាតិទឹកអាហារទឹកអញ្ចឹងឆ្ងាញ់ជាងមុនយប់ឡើងគេងចិត្តមេត្តាសួរម្ដាយថាមេត្តាស្រឡាញ់បុត្រដែរឬទេម្ដាយស្រឡាញ់កូនណាកូនគឺជាកែវភ្នែកបើអ្នកណាចង់បានពុះទ្រូងរុំយកបេះដូងអំពីមេត្តាក៏ដោយឲ្យទៅជីវិតកូនរស់ម្ដាយស្រឡាញ់កូនណាចាំបើស្រឡាញ់ពីដើមមិនក៏មកឲ្យនំអាអត់នឹងចុះថាអញ្ចឹងណាញោមឆ្ងល់ក៏ដោយឆ្ងល់មេដាឆ្ងល់មិនបានកូននិយាយអញ្ចឹងឆ្ងល់ព្រលឹមឡើងសួរអ្នកបម្រើមើលម្សិលមិញអញគ្រប់ថាតទេទៅនឹងវាយ៉ាងម៉េចទេអ្នកនាងម្ចាស់ហើយសិលមិញគ្រប់ថាតទេទៅមែនដល់បើកឡើងឃើញនំឆ្ងល់ថាកូនអញប្រកបដោយបុណ្យទេតើណោះថ្ងៃក្រោយមិនបាច់ចំអិននំទេញោមតែកូននឹងឃ្លានទាញតែថាក្រូបបាច់ទៅដល់វឹកបើកឃើញនំគ្រាន់តែសោយអាហារទឹករហូតដល់ពេញកំឡោះឲ្យជារសជាតិទឹកហ្នឹងណាញោមពេញកំឡោះពិភាក្សាជាមួយនឹងបងប្រុសមហានាងថានៅក្នុងសក្យតកូលចុះឃើញប្រពុតបួសហើយតកូលស្ដេចទាំងអស់ត្រូវតែចេញបួសដែរគិតចុះគិតឡើងព្រះមហានាងថាប្អូនឯងទៅបួសទៅដឹងអីទុកឲ្យបងហ្នឹងនៅគ្រប់គ្រងថានៅគ្រប់គ្រងគេអាឋានចុះខ្ញុំទៅដឹងអីនៅគ្រប់គ្រងបងពិភាក្សាគ្នាណាញោមភាសាគ្នារវាងបងប្អូនអូនសួរទៅបួសស្រួលដែរហើយចុះបួសមានធ្វើអី
bà nâu bà sọ nó dạp á bò nó pram chân dạp mấy khúc krông ở cô từ sài pruột sờ chua sài prap prop bàn giang u dạp á nhom tập bùa hay bàn chỉnh bùa cả nước sặc chuyện tập cố chỉnh bùa chùm luôn pram on nè sọp tân và thề ra mà on tiết đại miền tây nặng tiệp chiến tầng óc của mùi ỏng chỉnh bùa nằng miền tây và tọt phong đài đại chỉnh bùaព្រះអនុរុទ្ធលោកពិចារណានៅពធัวមិនបានប្រមាណក៏សម្រេចទៅជាព្រះអរិយបុគ្គលព្រះអង្គបានតែងតាំងជាអេតតកៈអ្នកបរិបូរទៅដោយទឹកបច្ចៈខុលើសពីខុដតីទៀតនៅក្នុងកណ្ដាប់ចក្រវាលហ្នឹងលោកអាចមើលឃើញទាំងអស់ដោយអំណាចភ្នែកទឹករបស់លោកគ្មានអ្នកណាមួយមានភ្នែកដ៏ប្រសើរជាងព្រះអនុរុទ្ធទេនឹងញោមនឹងព្រោះហេតុអីញោមព្រោះហេតុអីញោមព្រោះហេតុអីអូមកពីការបូជាប្រទីបនៅក្នុងព្រះសាសនានឹងចឹងអ្វីដែលញាតិញោមជាពុទ្ធបរិស័ទបានធ្វើនឹងគឺជាការសម្រេចទៅដោយគុណប្រយោជន៍ដ៏ប្រសើរយើងរីករាយជាមួយនឹងសេចក្តីល្អរបស់យើងត្រូវធ្វើចិត្តរបស់ខ្លួនឯងនឹងឲ្យសប្បាយណាញោមប៉ុន្តែសប្បាយមិនមែនចេះតែសប្បាយទេណាសប្បាយប្រកបទៅដោយគុណធម៌និងសិលធម៌ចឹងត្រូវគិតចឹងព្រោះតម្លៃរបស់សិលធម៌គឺវារុញច្រានអំពីកត្តារបស់សង្គមឲ្យយើងឃើញហើយបទពិសោធន៍ជីវិតញោមមិនបាច់ទៅរៀនឯណាឆ្ងាយទេនៅជុំវិញខ្លួនយើងហ្នឹងមេរៀនជីវិតនៅជុំវិញយើងអញ្ចឹងតើឃើញឧទាហរណ៍ថាញោមមើលឃើញគ្រួសារគេកំពុងតវ៉ៃគ្នានឹងបានមេរៀនមួយហើយជឿទេឃើញគេវាយគ្នាអញ្ចឹងចង់ធ្វើអញ្ចឹងដែរញោមមើលពឹបអូអាហ្នឹងមេរៀនមួយគ្រួសារអញកុំធ្វើយ៉ាងហ្នឹងឃើញទេបានធัวបាត់ទៅរយណាឆ្ងាយណាតែយើងមិនបានពិចារណាអំពីបរិបត្តិរបស់សង្គមដែលនៅជុំវិញយើងនឹងអ្វីសុទ្ធតែជាធัวប៉ុន្តែត្រូវយកបញ្ញាមកត្រេះរិះមកពិចារណាណាញោមបានមើលឃើញដោយញាតិញោមអញ្ចឹងនៅផ្ទះគ្រប់គ្រងគេអាខានក៏គេឲ្យឈ្មោះថាអ្នកបួសដែរជាបាសកបាសិកាហ្នឹងណាប៉ុន្តែគឺជាអ្នកបួសផ្លូវចិត្តនេះរសាសិល5សិល8សិល10ហ្នឹងក៏អាចរាប់បញ្ចូលតែជាអ្នកបួសដែរត្រូវរក្សាវាឲ្យបានគុណធម៌ហ្នឹងញោមអ្នកបួសដែរប៉ុន្តែបួសផ្លូវចិត្តព្រោះញោមនៅមានផ្ទះបានទេញោមពេលដែលនៃខមៈដែលបួសទាំងផ្លូវកាយផ្លូវចិត្តចូលមកកាន់ទីអារាមបានដល់អ្នកណាញោមបានដល់អ្នកណាភិក្ខុសាមណេរនឹងឯងនៅក្នុងទីអារាមមានផ្ទះឯណាទៀតផ្ទះលោកគឺវត្តនឹងឯងញោមចង់ឲ្យប្រសង់បួសបានយូរមែនទេញោមមែនអត់ចង់ឲ្យប្រសង់បួសបានយូរតើលញាតិញោមហ្នឹងត្រូវគិតពិចារណាឧបត្ថម្ភគ្រប់គ្រងបើអាវាសណាមួយមិនបរិបូរដោយសបាយទាំង4ទេនឹងបាត់បង់ប្រសង់អស់ហើយញោមអស់ហើយមិនមានអាហារសប្បាយទីសេនាសនៈសប្បាយអត់មានទៅវិញទៅមកមានតែវត្តអារាមអត់មានលោកសង្ឃមានតែភ្នំអត់ថ្មទៅរោថ្មឯណាញោមយើងជនបទកាត់មាត់ញោមផងជីកដែនមកវត្តពីរអង្គស្មាចូលទៅវត្តសាស្តាសួរទៅព្រះអង្គមានប៉ុន្មានអង្គ2អង្គថ្ងៃមុនទៅអង្គរនាមវត្តប្រពន្ធណានៃមានលោក3អង្គញោមគិតមើល
anh nâng vì mau pi cái ta ở vậy khạc nhô mau pi cái ta ấy mau pi cái ta ấy cho bữa tao bần bạt nhôm đạ bạt nhá dù on nè búa ngày cõi tê ná bàn nè búa óc hơi là thòm mía chá màu tì nâng nhô mà on đo là thiên sa ná sao tại sầm put là miết xịt nâng từ chia sầm coi thằng nè búa bạt à dường toàn đo cầm rách nâng tê chẳng trâu tại chui control sa ná là bỏ dương ơi ban là o prasa còn mơ khơi tay cầm hốt đợt tốt mùi này nhộm còn bằng ca bia tao triệt hồng đợt tôi với cách đánh việc chào tới cầm ao việc hồng và tên dương ní việc tăng tay trên kê ơi và xong đâu và tên phùng miên thay la và xong tôi thiệt con tao riêng nó nhộm nhôm dây chân mình chưa thế bạn là vô video hồi mơ bạn đăng nên là nhổ và tê cái áp bạc cam tê và xong nữ bộ phút sa sna đây được không và tê thay mà ông tiền đó sliệ cầm pro support nụ srei mà khơi vậy giá cần là nài tao nè nè này tại này thôi sẽ bằng lô nè mà miền rục yết tầng rục chữ y tổ cả miền chia sẵn lắc rục thon nâng cả miền đài lúc thẻ con tờ riêng nó nhủ vọt đâu có tê thấy vọt mũi thông á chẳng phần là thẻ con tờ riêng mình bà lại như thế nè thẻ con đợi bài sầm rùm lục chỉ con đai phần là bài sầm rùm đây nâng thông mình tích lô thế chẳng pi sala riêng mà con nó về chừng ngày chẳng lục đầu tiên con mà on mũi chỉ còn nâng tàu riêng nè nơi bờ tây láo tập ban bát chi xe nâng ly ở nhổ tập ban bát tử à lời nhung mơ sừng kê và man bờ tây nắng ta bờ tây mũi na tân chừng kề nơi phun mía mông mông toát ba lời nhung mơ tiền đó thầy nhốn cho thầy nhung đặt lột tự thà hạt pran mấy nhốn chưa tham ai đấy chăm xua nè tàu riêng được mía luôn ai tờ người ấy miền tập ở tây Campuchia dương tê đại tân tay chừng kề tân tay này nhôm tập phường mông nó tận ấy đây mình cua xoắn rương tối khai từ chuyện hồng mà nhôm bị ba chẳng tàu miền bờ sông này ná để buộc bàn dù miền bờ sông này ná là không ca pro để bát bật hùa miền bờ sông này ná là bay sập sai bật hùa vậy ấyอาตมาสาวยินยมปุตบอสัตกรุบคณีเต็มอ่ะยมควายควายเนื้อจะเคลียดออกกันชอบปีมัดปุ่งรอนปีกอมาเคยยังมาสร้างเนื้อศาสนานั่งปุ๊บเอาเย็นตีอารามให้เอาตัวซองนั่งบางศึกษาเรียนโซดบันทางตัวเตียอาตมาสาวเช่นยืนเต้าแต่บันดงทนเทียนประซองคือจีโกนขมายเปเดลกเจ้าหายเมตบหัดบอร์เต้บังเรียนประเจียปรอดขมายถ้าบลกเจ้าไอบังเรียนดอกบอร์เต้ที่กีจะสาวกันแต่คลังเดียดอีโกนขมายมันทอนด่าได้เหรอก็ยืนขมายได้หนูเนี่ยจังเต้าแต่ศรัทธาปนาช่วยปึ่งเรื่องวิสัยพระพุทธศาสนายืนนั้นở đây chậm rãi nè à vậy để cầm công mình tinh mình tôi cô ăn là lòng bán cô tại ăn là lòng từ cầm chắp cầm hốc ô đầm nà dương nơi không anh cả đôi kia đài cả là dương nơi tôi nó nhủ nè à lâu dương cha hơi dương na tự hiên lên chân tiết nâng trừ từ vọt Aram ở miền sập bài tầng buồn nâng bàn miền bờ sông cùng nơi bàn
ហើយមានប្រសងហើយញាតិញោមអាចមានឱកាសសាបព្រោះនៅសេចក្តីល្អរបស់យើងដែលយើងសន្សំទុកមកនឹងតាន់វ័យយើងមានជីវិតរស់នៅតែយើងបាត់បង់ទៅហើយនឹងមិនដឹងតកាលណាបានធ្វើទៀតទេហើយមិនដឹងតលះបង់ជីវិតទៅកាន់ជាអីជាសត្វធាតុក៏មិនដឹងជាមនុស្សក៏មិនដឹងទេវតាក៏មិនដឹងទៅតាមអធិស្ស្រ័យនៃផ្លូវចិត្តដែលមានសេចក្តីប្រមាទនិងមិនមានសេចក្តីប្រមាទប៉ុណ្ណឹងចឹងការចូលរួមសម្ដែងពធតែប៉ុណ្្នឹងបានហើយញោមម៉ោង10ជាងហើយក្រែងញាតិញោមត្រូវការរៀបចំតែប្រគេនចង្ហាន់ដល់ព្រះសង្ឃក្តីនឹងប៉ុណ្ណឹងទទួលយកបានទេញោមបានទេវែងពេកហីបើវែងពេកកាត់ឲ្យខ្លីបន្តិចទៅកាត់ចោលខ្លះណាញោមហ្នឹងហើយមើលទៅតែ1ម៉ោងទេប៉ុណ្ណឹងបានអត់ហ៊ានទេសយូរទេតែទេសយូរញោមធុញអាត្មាថ្ងៃនេះឆានត្រង់ហើយម៉ោង1ហ្នឹងទៅប្រជុំទៀតញោមអត់តាន់មានឱកាសទំនេរអ៊ំចាប់បាត់អាត្មាមកទឹកឋាននឹកបានអស់មួយសប្តាហ៍ចឹងការសម្ដែងពធនៅក្នុងវេលាឱកាសនេះក៏សមល្មមនឹងពេលវេលានឹងបញ្ចប់តែមុនបញ្ចប់សូមប្រម៉ែប្រមូលយកគំនូផលបុណ្យដែលកើតអំពីអមិសទាននិងធម្មទានចែកជូនប្រគេនចំពោះគណៈគុណចាស់គ្រប់ព្រះអង្គញោមញាតិពុទ្ធបរិស័ទគ្រប់គ្នាហើយជួបប្រទះតែពុទ្ធពរ4គឺអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3នោះទេវតានៅព្រះនិព្វានប្រគុណម្ចាស់ញាតិញោមប្រាថ្នានៅពុទ្ធពរណាឬសម្បត្តិណានោះសូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាសូមអនុមោទនាហើយយ៉ាងសង្ឃពេនសមតារិពធទេសនាដែលខ្ញុំគណៈអាត្មាភាពសម្ដែងនៅក្នុងការនេះក៏សន្មតចាប់ដោយសង្ខេបតែប៉ុណ្ណេះឯងអេវ៉ាំងហើយញាតិញោមខាងសំពៅលូណាថានេះមានសទ្ធាចាក់សាបអីចាក់ហើយទៅញោមចាក់សាបហើយញោមសាលានេះខ្វះសាបនឹងឯងមិនមានសទ្ធាចាក់សាប1ការ៉េ2ការ៉េតាមសេចក្តីជ្រះថ្លាហីញោមថាខំហែមកពីនោះទាញចាក់សាបទៀតណាទេចង់ឲ្យឆាប់បានឆ្លងញោមកាសា